បាទសូមគោរពជំរាបសួរដល់បងប្អូនទាំងអស់គ្នាដែលនិយមតាមដានក៏ដូចជាគ្រប់គ្រងនៅ page ខ្ញុំបាទមាន TikTok មានតាម page Facebook ក៏ដូចជាតាម group Telegram ផងដែរដោយសារថាមួយរយៈចុងក្រោយនេះបងប្អូនដឹងមកហើយថាមានតាំងពីធនាគារជាតិកម្ពុជានាយកអចលនវត្ថុនិងបញ្ចាំនិងក្រសួងមហាផ្ទៃបានចេញសេចក្តីសម្រេចរួមគ្នាមួយស្តីពីការលុបបំបាត់កម្ចីអនឡាញនិងកម្ចីក្រៅប្រព័ន្ធផងដែរហើយមួយរយៈចុងក្រោយនេះគឺមានភាពស្វិតស្វាញមែនទែនដែលទៅមានការធ្វើការបិទកន្លែងដែលរកទទួលទានផ្ដល់កម្ចីខុសច្បាប់ក៏ដូចជាកម្ចីអនឡាញផ្សេងៗនៅក្នុងរាជធានីហើយជាក់ស្ដែងដូចខ្ញុំតែងតែនិយាយអញ្ចឹងនៅក្នុងឆ្នាំ2025ពាក់កណ្ដាលឆ្នាំតទៅនេះគឺមានការរឹតបន្តឹងឥឡូវនេះខេត្តមួយចំនួនគឺចាប់ផ្ដើមទទួលរងនៅការចូលទៅបង្ក្រាបអ្នកដែលកម្ចីឯកជនដែលគ្មានច្បាប់អនុញ្ញាតក៏ដូចជាកម្ចីអនឡាញខុសច្បាប់ផងដែរបាទអញ្ចឹងហើយឃើញថាមានបងប្អូនមួយចំនួនតូចទេដែលគាត់កំពុងតែទទួលទានកម្ចីឯកជនតាមផ្ទះដែលមុខរបរតដំណតាំងពីយូរលង់ណាស់មកហើយគាត់នៅតែបើកដាក់ប្រាក់ផ្ដល់កម្ចីឲ្យអ្នកជិតខាងឲ្យអ្នកដែលស្គាល់ឬក៏ឲ្យទៅអ្នកដែលមករកពីគាត់អីផ្សេងៗនោះគឺគាត់ធ្វើយូរហើយប៉ុន្តែគឺគាត់នៅតែមិនដឹងនៅតែមិនយល់ពីការចូលទៅផ្លូវច្បាប់យ៉ាងម៉េចណាអញ្ចឹងថ្ងៃនេះខ្ញុំសូមលើកយកមកបង្ហាញបន្តិចថាបងប្អូនមានដើមទុន10000 20000ឬក៏ប្រមាណក៏ដោយហើយបងប្អូនបានដាក់កម្ចីទាំងអស់នោះទៅឲ្យអ្នកដែលស្គាល់អីផ្សេងៗអញ្ចឹងបងប្អូនកុំឲ្យមានការបាត់លុយបងប្អូនដោយសារមូលហេតុអីច្បាប់គេមិនការពារបងប្អូនទេបើសិនជាបងប្អូនមិនមែនស្ថិតនៅក្នុងគេហៅថាអ្វីដែលស្របច្បាប់នេះខ្ញុំសំដៅទៅលើថាការទទួលបញ្ចាំដែលស្របច្បាប់នៅប្រទេសកម្ពុជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធនាគារអីផ្សេងៗគឺសុទ្ធសឹងតែមានអាជ្ញាប័ណ្ណអញ្ចឹងបងប្អូនរស់ស៊ីដោយអត់មានអាជ្ញាប័ណ្ណអត់មានច្បាប់ទម្លាប់អត់មានការបង់ពន្ធជូនទៅរដ្ឋអីផ្សេងៗនោះគឺបងប្អូនកំពុងតែស្ថិតនៅក្នុងការរកស៊ីដែលខុសច្បាប់ហើយអញ្ចឹងពីខ្ញុំទៅវិញក៏ខ្ញុំសូមសនំពរឲ្យបងប្អូនរត់ចូលទៅខាងច្បាប់ទៅនៅពេលដែលបងប្អូនស្របច្បាប់ទី1គឺបងប្អូនជួយដល់សេដ្ឋកិច្ចជាតិដូចជាមានការបង់ពន្ធជូនរដ្ឋត្រឹមត្រូវបងប្អូនមានការចុះបញ្ជីឈ្មោះបងប្អូនមានការចុះអាជ្ញាប័ណ្ណត្រឹមត្រូវអាហ្នឹងហើយគឺបងប្អូនចូលទៅក្នុងភាពស្របច្បាប់នៃការផ្ដល់កម្ចីនោះហើយបងប្អូននៅពេលដែលបងប្អូនស្របច្បាប់គឺបងប្អូននឹងតែគេលក់ស្រួលគឺបងប្អូនផ្ដល់កម្ចីទៅឲ្យគេនោះខ្ញុំសូមលើកឧទាហរណ៍ប្រាតិភោគដែលលោកទានចោះជាចាំបាច់គឺអតិថិជនត្រូវតែយកទ្រព្យមកតម្កល់នៅយើងហើយអញ្ចឹងនៅពេលដែលបងប្អូនទទួលបានទ្រព្យអតិថិជនអញ្ចឹងបងប្អូនបញ្ចេញសាច់ប្រាក់មួយចំនួនដែលប្រមាណភាគរយនៃតម្លៃទ្រព្យនោះទៅឲ្យអតិថិជនវិញអញ្ចឹងគឺបងប្អូននឹងទៅស្រួលក្នុងការផ្ដល់លុយទៅឲ្យអតិថិជនហើយអតិថិជនយករបស់ទ្រព្យមកតម្កល់នៅខាងទីតាំងបងប្អូនវិញបាទអញ្ចឹងហើយពីថ្ងៃនេះតទៅសម្រាប់ខ្ញុំបាទក៏សូមអំពាវនាវដល់បងប្អូនទាំងអស់គ្នាដែលកំពុងតែរកស៊ីដំណតគ្នាមកតាំងពីយូរមកហើយដូចខ្ញុំលើកឡើងខាងលើអញ្ចឹងឥឡូវនេះសូមឲ្យចូលទៅធ្វើការរកស៊ីស្របច្បាប់ទៅដើម្បីអីទី1គឺការពារលុយបងប្អូនខ្លួនឯងហ្នឹងឯងទី2គឺបងប្អូនស្របច្បាប់បងប្អូនមានការជួយដល់ជាតិហើយបងប្អូនស្របច្បាប់នោះគឺបងប្អូនមានការបង់ពន្ធជូនរដ្ឋត្រឹមត្រូវរដ្ឋអាជ្ញាប័ណ្ណត្រឹមត្រូវមាន license ត្រឹមត្រូវអីផ្សេងៗនោះអញ្ចឹងគឺបងប្អូនកំពុងតែស្ថិតនៅក្នុងការរកស៊ីស្របច្បាប់ហើយអញ្ចឹងគឺពិតជាទៅឈានរកទៅដល់ការពារលុយបងប្អូនមែនតើដោយបងប្អូនហ៊ានបើកទទួលផ្ដល់នៅកម្ចីមួយដែលស្របច្បាប់បងប្អូនអាចបើកទ្វារលើកស្លាកយីហោអីផ្សេងៗបានយ៉ាងល្អដែល follow up ទៅតាមច្បាប់នៃប្រទេសកម្ពុជាយើងតែម្ដងបាទអញ្ចឹងថ្ងៃនេះខ្ញុំសូមចែកម្លែកក៏ដូចជាសូមដាក់ទឿនបងប្អូនឲ្យដែលរកស៊ីនៅក្រៅប្រព័ន្ធក៏ដូចជាមិនយល់ពីការចូលទៅស្របច្បាប់នោះបងប្អូនសូមចូលទៅស្របច្បាប់បាទអញ្ចឹងបើសិនជាបងប្អូនចង់បានព័ត៌មានទៅលើការរៀបចំឯកសារអីផ្សេងៗនោះបងប្អូនអាច contact មកកាន់ខ្ញុំបាទតាមរយៈលេខទូរស័ព្ទ078 765656ខ្ញុំបាទនិងក្រុមការងារក៏យើងមានទទួលក្នុងការប្រឹក្សាបងប្អូនសម្រាប់ថាធ្វើម៉េចដើម្បីឲ្យបងប្អូនអាចចូលទៅរកស៊ីនៅក្នុងការផ្ដល់កម្ចីដែលស្របច្បាប់នៅប្រទេសកម្ពុជាបាទអញ្ចឹងការចែករំលែករបស់ខ្ញុំនៅថ្ងៃនេះក៏បានឈានមកដល់ទីបញ្ចប់ដែរអ
អញ្ចឹងសង្ឃឹមថាបងប្អូនទទួលបាននៅចំណេះដឹងមួយនេះហើយអាចបើសិនជាបងប្អូនចូលចិត្តអាចធ្វើការ share ចែករំលែកបន្តបានបាទពីខ្ញុំបាទបូរដងវិជាសូមអរគុណសូមជម្រាបលា